ជាច្រើនថ្ងៃហើយលោកគ្រូអត់បានមកធ្វើคลิปវីដេអូដោយសារស្អកពេកហើយណាមួយរវល់ការងារផងចឹងថ្ងៃនេះក៏មុននឹងនិយាយដល់រឿងកុកដាក់មិត្តដែលពាក់ព័ន្ធទៅនឹងពគាថាមហាសំកាំងលោកគ្រូនិយាយដល់រឿងមើលមនុស្សកុំមើលតែសម្បកក្រៅកុំជឿលើសម្ដីគេខ្លាំងពេកកុំចង់បានអ្វីដែលបានមកដោយងាយសប្តាហ៍ថ្ងៃនេះមនុស្សពោពេញទៅដោយការសម្ដែងពោពេញទៅដោយការបោកប្រាស់ហើយរឿងលក់វត្ថុស័ក្តិសិទ្ធិក្តីសម្រាប់អីជួញដូរអញ្ចឹងបល័យខ្មៅបល័យអីនេះសិតតែជារឿងបោកប្រាស់គ្នាប្រទាញសិតតាជារបស់ហ្នឹងវាមានតម្លៃចូលរួមលុយគ្នាទិញនេះទិញនោះអីចឹងណាអានឹងគេហៅថាបោកជាបណ្ដាញរឿងការបោកប្រាស់នេះមានមកតាំងពីយូរណាស់ហើយនៅតរស័ព្ទថ្ងៃនេះតែមានមនុស្សចាញ់បោកហើយលោកគ្រូក៏ធ្លាប់ដាស់តឿនកូនចៅហើយរឿងដែលតាំងខ្លួនជាអ្នកស្នងបារមីអ្នកខ្លះគេតាំងខ្លួនធ្វើជាគ្រូស្នេហ៍គ្រូស្នូកអញ្ចឹងទៅខ្លះរហូតដល់មានអ្នកចាញ់បោកគេតលតបានលោកគ្រូធ្វើការរស់នៅធម្មតារស់នៅជាសាមញ្ញនិងរកស៊ីប្រកបអាជីពធម្មតាចិញ្ចឹមខ្លួនតាមសមាជីវៈហើយក៏មិនទទួលដោះអំពើអំពាន់ស្រោចទឹកមើលជំងឺឬក៏ធ្វើអ្វីនោះឬក៏លក់វត្ថុស័ក្តិសិទ្ធិអីនោះគ្រូអត់មានទេមានតែការដាស់តឿននិងណែនាំឲ្យកូនចៅខំប្រឹងធ្វើល្អទៅសប្តាហ៍ថ្ងៃនេះមនុស្សយើងមានគុណធម៌ផ្លូវចិត្តនឹងធ្លាក់ចុះច្រើនណាស់ហើយខំប្រឹងធ្វើល្អកុំឲ្យខុសច្បាប់វិន័យរស់នៅដោយកលងធម៌រឿងការបោកប្រាស់នេះគេធ្លាប់បោកប្រាស់លោកគ្រូច្រើនណាតាមអ៊ីនធឺណិតក៏មានតាម Telegram ក៏មានតាមទូរស័ព្ទក៏មានបោកតាមemail ក៏មានតែមិនអាចជួយលោកគ្រូបានមិនបោកលោកគ្រូអត់បានដោយសារលោកគ្រូមិនមានភាពលោភលន់លោកគ្រូចង់បានអ្វីដែលចេញពីកម្លាំងញើសឈាមរបស់ខ្លួនដល់អញ្ចឹងគេបោកអត់បានហើយគាត់ជួនកាលគាត់ឃើញ style គេចេញមកបោកយើងអត់ទៅពាក់ព័ន្ធនិយាយជាមួយនាំតែខាតពេលសុខចិត្តយកពេលវេលាហ្នឹងយើងទៅធ្វើអ្វីផ្សេងវិញល្អជាងអ្នកខ្លះចាញ់បោកគេរហូតដល់មាត់អស់ពីត្រោកឃ្លោកអស់ពីទ្រើងនាំអ្នកជំងឺទៅមើលមិនបានជាសះស្បើយហើយក៏ត្រូវគេបង្គាប់អស់លុយរាប់រយរាប់ពាន់ដុល្លារក៏មានត្រូវចាំទុកថាអ្នកដែលទៅរកគ្រូស្នេហ៍អូសទាញប្តីប្រពន្ធឲ្យមកជួបជុំគ្នាវិញក្តីដើម្បីឲ្យរកស៊ីមានបានជាដើមក្តីត្រូវប្រយ័ត្នចាញ់បោកគេណាហើយគ្មានអ្វីដែលល្អជាងការអប់រំតាមកលងនៃព្រះពុទ្ធសាសនាយើងទេអញ្ចឹងរឿងនោះកុំសូវទៅពាក់ព័ន្ធជាមួយពេកពួកស្នងបារមីពួកអីនឹងគ្រូស្នេហ៍គ្រូស្នូគ្រូអីហ្នឹងសប្តាហ៍ថ្ងៃនេះវាពោពេញទៅដោយការបោកប្រាស់ការបោកបញ្ឆោតហើយមនុស្សសប្តាហ៍ថ្ងៃនេះក៏មានគុណធម៌ផ្លូវចិត្តនឹងធ្លាក់ចុះច្រើនណាស់ដែរវាពិបាកណាស់អញ្ចឹងកូនចៅទាំងអស់ព្យាយាមធ្វើល្អដោយរៀងខ្លួនទៅហើយតទៅនេះលោកគ្រូលើកយករឿងពគាថាមហាសំកាំងដែលលោកបានដកស្រង់ចេញពីរឿងកុកដាក់មិត្តរឿងនេះបានដំណាលមកថាកាលនៅក្នុងសម័យពុទ្ធកាលមានព្រានព្រៃម្នាក់បានប្រពន្ធជាកូនរបស់សេដ្ឋីនៅក្រុងរាជក្រឹសដែលជាអ្នកគោរពកាន់ព្រះពុទ្ធសាសនាធ្លាប់បានស្ដាប់ធម៌ហើយនាងហ្នឹងក៏បានចាក់ខុសឃើញធម៌មានន័យថាបានសម្រេចសោតាក្រោយពីព្រានព្រៃនឹងប្រពន្ធហ្នឹងក៏មានក្រោយមកប្រពន្ធនឹងព្រានព្រៃនោះក៏មានកូនប្រុស7នាក់ហើយក៏បានរៀបការឲ្យមានប្រពន្ធគ្រប់គ្នា
ព្រះសម្មាសម្ពុទ្ធព្រះសមណគោតមនៃយើងទ្រង់ជ្រាបអំពីឧបនិស្ស័យរបស់ក្រុមគ្រួសាររបស់ព្រាននោះនឹងបានសម្រេចសោតាចក្ខុឃើញធម៌ទើបព្រះអង្គទ្រង់ទៅអង្គុយនៅកន្លែងដាក់អន្ទាក់សត្វរបស់ព្រានកុក្កដមិត្តនោះនៅក្នុងព្រៃព្រះអង្គទៅដល់ក៏អង្គុយចម្រើនផ្សាយមេត្តាដល់សព្វសត្វនៅក្បែរអន្ទាក់នោះក្បែរអន្ទាក់របស់ព្រានព្រៃណាស្រាប់តែព្រានព្រៃនោះដើរមកមើលអន្ទាក់សត្វអត់មានជាប់អីមួយសោះស្រាប់តែឃើញស្នាមជើងមនុស្សដើរព្រានព្រៃនោះក៏បានដើរទៅតាមមើលស្នាមជើងនោះដើរទៅដល់កន្លែងហ្នឹងក៏ឃើញព្រះពុទ្ធកំពុងតែអង្គុយធ្វើសមាធិក៏គិតថាអន្ទាក់ដាក់ហ្នឹងមិនបានសត្វអីហ្នឹងមកពីសមណៈរូបហ្នឹងទើបអន្ទាក់យើងមិនជាប់សត្វឬក៏សត្វជាប់ហើយមានតែសមណៈហ្នឹងដែលដោះលែងសត្វរបស់យើងអីចឹងណានឹងព្រានហ្នឹងគាត់គិតអញ្ចឹងនៅពេលដែលឃើញអញ្ចឹងក៏ទាញធ្នូហ្នឹងបាញ់តម្រង់ទៅរកព្រះពុទ្ធតែព្រានព្រៃនោះត្រូវបានឆោកគាំងនៅនឹងកន្លែងប្រពន្ធក៏កដាក់មិត្តហ្នឹងបាត់ប្តីយូរពេកក៏ដេញកូនប្រុសទាំង7នាក់ហ្នឹងឲ្យទៅតាមរកទៅឲ្យកូនប្រុសទាំង7នាក់ហ្នឹងទៅដល់ឃើញឪពុកខ្លួនឯងកំពុងទៅយាធ្នូបាញ់ព្រះសមណគោតមហ្នឹងក៏នាំគ្នាលើកធ្នូគ្រប់គ្នាបាញ់តម្រង់ទៅរកព្រះពុទ្ធដែរតែត្រូវគាំងស្ដុកស្ដឹងទាំងអស់ម្ដាយនឹងបាត់ប្តីនឹងកូនប្រុសយូរពេកក៏នាំកូនប្រសាស្រីទាំង7នាក់ហ្នឹងទៅតាមរកតែឃើញតែប្តីនឹងកូនប្រុសនាងនោះលើកធ្នូបាញ់តម្រង់ទៅព្រះពុទ្ធនាងក៏ស្រែកឧទានថាកុំបាញ់ព្រះអង្គជាឪពុករបស់យើងទេក្នុងរឿងកុក្កដមិត្តហ្នឹងមានភិក្ខុសង្ឃទាំងឡាយសួរព្រះសម្មាសម្ពុទ្ធថាហេតុអីបានជាប្រពន្ធរបស់ព្រានព្រៃកាន់ធ្នូកាន់អីហុចឲ្យប្តីឬក៏កាន់អន្ទាក់ឲ្យប្តីសម្រាប់ដាក់សត្វអីជាដើមហ្នឹងហេតុអីបានជាត្រូវសម្រេចនៅសោតាបានដល់ពេលអញ្ចឹងព្រះសម្មាសម្ពុទ្ធថានាងកាន់តាក់កាន់អីហុចហ្នឹងគឺធ្វើទៅតាមតួនាទីជាប្រពន្ធទេនាងមិនមានចិត្តក្នុងការជំរុញឲ្យប្តីហ្នឹងទៅដាក់អន្ទាក់សម្រាប់សត្វឡើយនាងបានស្ដាប់នៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនាងបានសម្រេចនៅចក្ខុឃើញធម៌បានសម្រេចនៅសោតាទើបភិក្ខុទាំងអស់នោះយល់ថាការសម្រេចនោះវាមិនមែនសម្រេចនៅលើទង្វើទេគឺវាសម្រេចនៅលើចិត្តឃើញធម៌ហើយចិត្តបានជ្រះថ្លាគុណបរតនត្រ័យហើយស្គាល់នៅសភាវៈពិតហើយអ្វីដែលនាងធ្វើគាត់តែធ្វើទៅតាមទូនាទីជាប្រពន្ធតែប៉ុណ្ណោះក្នុងការហុចអន្ទាក់ឲ្យឬក៏ហុចស្នាព្រួញអីឲ្យចឹងណាគាត់តែធ្វើតាមទូនាទីតែប៉ុណ្ណោះមិនបានតាំងចិត្តទៅសម្លាប់សត្វឬក៏ជំរុញឲ្យប្តីនឹងមានការសម្លាប់សត្វនោះទេដូច្នេះហើយទើបនាងបានសម្រេចសោតានាងជាអ្នកដែលមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាត្រៃសរណគមនាងជាអ្នកមានសិលស្អាតបរិសុទ្ធហើយនាងក៏ជាអ្នកឃើញនៅធម៌ដែលមានការកើតឡើងហើយប្រែប្រួលទៅនិងរលត់ទៅនៅទីបំផុតហើយនាងក៏មិនបានតាំងចិត្តក្នុងការជំរុញឲ្យប្តីនឹងទៅសម្លាប់សត្វឬបៀតបៀនសត្វឡើយនាងគាត់តែគោរពតួនាទីជាប្រពន្ធតែប៉ុណ្ណោះពេលនោះព្រះអង្គទ្រង់ជ្រាបថាបរោះទាំងនោះទាំង8នាក់នោះបានឆោកគាំងយូរហើយចិត្តអស់កម្លាំងហើយក៏អធិដ្ឋានឲ្យព្រានព្រៃនិងកូនព្រានព្រៃទាំងនោះកម្រើកខ្លួនបានវិញនៅពេលដែលព្រានព្រៃទាំងនោះលើកធ្នូបាញ់ប្រហារព្រះពុទ្ធណាបាញ់ប្រហារព្រះអង្គហ្នឹងព្រះសត្ថាធនងអកតេតុងតតវាវិសច្ចេតុងនាទាសេដល់ពេលអញ្ចឹងទៅក៏ធ្វើឲ្យព្រានព្រៃទាំងនោះគាំងស្ដុកស្ដឹងដែលខ្មែរបុរាណយើងហ្នឹងលោកហៅថា
មហាសំកាំងហើយក៏មានអ្នកយកបគាថានេះមកសូត្រដើម្បីការពារគ្រឿងសត្រាវុធគ្រប់ចម្ពោះបានយ៉ាងស័ក្តិសិទ្ធិទៅនៅមានព្រះគាថាជាច្រើនទៀតដែលលោកគ្រូខាងវិទ្យាធរនឹងបានដកស្រង់ចេញពីព្រះបរិត្តយកមកប្រើដើម្បីឃុំក្រងការពារនិងព្យាបាលជំងឺជាច្រើនទៀតបើយើងសូត្រយូរទៅចិត្តយើងស្ងប់កើតជាសមាធិក៏រមែងបានផលអ្នកដែលមិនបានសិក្សាឲ្យបានស៊ីជម្រៅក្នុងគម្ពីរព្រះពុទ្ធសាសនាក្នុងបត្រៃបិដកណាឲ្យឮតែគេថាមន្តអាគមអូមអាមហ្នឹងសាព្រហ្មញ្ញសាសនាហើយតែតាមការពិតព្រះគាថាដែលលោកប្រើនោះសុទ្ធភាគច្រើនហ្នឹងគឺដកស្រង់ចេញមកពីព្រះបរិត្តនៅក្នុងបត្រៃបិដកជាដើមណាយកមកប្រើទេហើយថាឲ្យតែឃើញមុនគាថាឃើញអីសត្វតែព្រហ្មញ្ញសាសនាហើយគាត់និយាយដោយសារគាត់មិនបានសិក្សាបានស៊ីជម្រៅមិនបានដឹងទៅថាខាងព្រហ្មញ្ញសាសនាទៅវិញអញ្ចឹងណាបើរៀនក៏រៀនដើម្បីបៀតបៀនគេអញ្ចឹងអាហ្នឹងគេគិតថាជារឿងជាខាងព្រហ្មញ្ញហើយបើតែយើងជួយសង្គ្រោះគេបគាថានឹងបើសិនជាយើងរៀនខាងផ្លូវស្នេហ៍ផ្លូវស្នូកទៅបៀតបៀនអ្នកដទៃធ្វើឲ្យអ្នកដទៃគេដល់នៅសេចក្តីវិន័យអានឹងមិនល្អទេជួនកាលវាដកស្រង់ចេញពីក្នុងព្រះពុទ្ធសាសនាព្រះបរិត្តក្នុងគម្ពីរព្រះពុទ្ធដែរតែយកទៅប្រើនៅផ្លូវមិនល្អអីចឹងណាអានឹងក៏វាមានដែរវាអាស្រ័យអ្នកដែលជ្រើសរើសយកទៅសូត្រទៅចិត្តកើតជាសមាធិទៅបនសនបួងសួងខ្លះទៅមានពួកអាមនុស្សចាំជួយខ្លះចឹងទៅវាអាចកើតជារឿងអស់នឹងកើតហើយអញ្ចឹងបានថាសំខាន់បំផុតមុននឹងការរៀនការសិក្សានៅអ្វីក៏ដោយឲ្យតែចិត្តយើងស្អាតចិត្តយើងបរិសុទ្ធចិត្តយើងស្ងប់មានសមាធិចិត្តគឺអូខេហើយព្រះគាថានេះលោកគ្រូធ្លាប់ឆែកក្នុងគម្ពីរខ្លះហ្នឹងគេសេថាសត្ថាធនងអាកឹដ្ឋិតុងទតវាវិសច្ចេតុងនាទាសេក្នុងគម្ពីរខ្លះហ្នឹងក៏សរសេរថាសត្ថាធនងអាកដ្ឋិតុងទតវាវិសច្ចេតុងនាទាសេអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេហើយក៏សូមឲ្យកូនចៅទាំងអស់តាំងនៅអំពើល្អហើយកុំទៅឆាប់ជឿលើគេពេករឿងអីក៏ដោយឲ្យមានការវិភាគនិងពិចារណាបានជ្រៅមុននឹងជឿមុននឹងសម្រេចកិច្ចការអ្វីមួយមុននឹងសម្រេចធ្វើកិច្ចការអ្វីមួយហ្នឹងហើយអញ្ចឹងក៏សូមឲ្យកូនចៅទាំងអស់សុខសប្បាយទាំងអស់គ្នារស់នៅសុខសាន្តទាំងអស់គ្នារស់នៅក្នុងភាពស្ងប់ស្ងាត់សប្បាយផ្លូវចិត្តស្ងប់ផ្លូវចិត្ត